មិនថាក្រឬមានបុគ្គលគ្រប់រូបនៅក្នុងលោកនេះគឺសុទ្ធតែមានបញ្ហាជីវិតរបស់ពួកគេរៀងៗខ្លួនបុគ្គលខ្លះមានបញ្ហាច្រើនហួសពីការស្មានទៅទៀតមនីសាវកទាំងឡាយត្រូវចងចាំគោរពអាវត្តរបស់កណាដែលបានផ្ដាយផ្ដាំចាប់តាំងពីថ្ងៃនេះតទៅត្រូវធ្វើការអនុវត្តនិងប្រតិបត្តិតាមដោយការគោរពផ្សព្វផ្សាយអំពើល្អដល់អ្នកដទៃបន្ទាប់មកអ្នកទាំងឡាយបានប្រព្រឹត្តពិតប្រាកដនោះនឹងនាំឲ្យមានភាពរីកចម្រើនកណាដល់ពេលទៅកាន់បរមសុខរបស់កណាហើយដែលមានសច្ចៈទាំង3នឹងទៅដល់អ្នករាល់គ្នាក្មេងឬចាស់អ្នកទាំងអស់គ្នាមានឱកាសប្រឹងប្រែងនៅក្នុងការអនុវត្តឲ្យបានល្អមិនត្រូវជឿទៅលើនរណាម្នាក់ដោយងាយស្រួលនោះទេទោះជាកណាបានត្រាស់ដឹងទេសនាក៏ដោយចុះត្រូវតែពិចារណាឲ្យបានច្បាស់មិនត្រូវធ្វើអ្វីមួយដែលជាមូលហេតុនាំឲ្យចិត្តរបស់យើងយល់ព្រមជាមួយនោះទេនេសាវកទាំងឡាយត្រូវតែពិចារណាសាសនាគឺមិនអចិន្ត្រៃយ៍ទេអ្វីត្រូវតែមានការបញ្ចប់នៅថ្ងៃណាមួយជាមិនខានដឹកនាំជីវិតរបស់អ្នកឲ្យទៅកាន់សេចក្តីស្ងប់បន្ទាប់ពីព្រះសង្ឃទាំង3ព្រះអង្គកណានឹងយាងចូលព្រះមហាបរិនិព្វានហើយ